គ្មានផែនការជីវិតគ្មានការរីកចម្រើនអ្នកនិយាយថាអ្នកចង់បានការរីកចម្រើនអ្នកចង់បានលទ្ធផលកាន់តែច្រើនអ្នកចង់បានអនាគតល្អប៉ុន្តែប្រសិនបើមិនមានទិសដៅការខិតខំប្រឹងប្រែងคล้ายជាឥតប្រយោជន៍នេះគឺជាអ្វីដែលមនុស្សភាគច្រើនជាប់គាំងពួកគេធ្វើច្រើនប៉ុន្តែពួកគេមិនអាចឆ្ពោះទៅមុខបាននេះមិនមែនមកពីពួកគេមិនអាចធ្វើបានទេប៉ុន្តែពីព្រោះពួកគេមិនអាចគ្រប់គ្រងផ្លូវដើររបស់ពួកគេបង្កើតផែនការដើម្បីពង្រឹងទិសដៅប្រចាំថ្ងៃរបស់អ្នកមនុស្សមួយចំនួនចង់ឲ្យពេលវេលានាំយើងឆ្ពោះទៅមុខមនុស្សមួយចំនួនចង់ភ្ញាក់ឡើងឃើញទិសដៅប៉ុន្តែការពិតនោះគឺគ្មានផែនការគឺគ្មានអ្វីផ្លាស់ប្ដូរឡើយគ្មានផែនការថ្ងៃរបស់អ្នកកន្លងផុតទៅដោយទទេគ្មានផែនការការរីកចម្រើនคล้ายជាក្តីសង្ឃឹមជំនួសការពិតហើយមនុស្សសមទទួលបានអ្វីលើសពីក្តីសង្ឃឹមនិងសមទទួលបានទិសដៅដែលអាចជឿជាក់ផែនការមិនមែនជាការដាក់សម្ពាធផែនការមិនមែនជាការតានតឹងផែនការគឺជាការគ្រប់គ្រងនៅពេលមនុស្សបង្កើតផែនការវាបានប្រាប់ខួរក្បាលយើងត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមជីវិតជាមួយគោលបំណងច្បាស់លាស់និងឈប់រងចាំឲ្យនរណាម្នាក់ជំរុញលើកទឹកចិត្តទិសដៅបង្កើតការលើកទឹកចិត្តនៅពេលខួរក្បាលឃើញមានផ្លូវដើរច្បាស់លាស់សុវត្ថិភាពចាប់ផ្ដើមមានឆន្ទៈកាន់តែខ្លាំងឡើងនៅពេលយើងមានអារម្មណ៍ដូចនេះការរីកចម្រើនកាន់តែងាយស្រួលហើយយើងដឹងថាពេលភ្ញាក់ឡើងត្រូវធ្វើអ្វីខ្លះមិនចំណាយពេលវេលាដោយឥតប្រយោជន៍ថាតើគួរចាប់ផ្ដើមពីកន្លែងណាអ្នកមិនមានអារម្មណ៍ត្រូវរៀបចំជីវិតយ៉ាងលំបាកពោលគឺអ្នកដឹងទិសដៅរួចទៅហើយនេះគឺជាអ្វីដែលផែនការបានផ្ដល់ឲ្យអ្នកនៅពេលអ្នកមានទិសដៅសំឡេងរបស់អ្នកកាន់តែខ្លាំងអ្នកឈប់ប្រាប់ខ្លួនឯងថាអ្នកនឹងផ្លាស់ប្ដូរវានៅថ្ងៃក្រោយគឺអ្នកចាប់ផ្ដើមរស់នៅជាមួយសកម្មភាពដែលអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងអ្នកចាប់ផ្ដើមមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកមនុស្សខ្លះមិនមែនខ្វះទេពកោសល្យទេគឺខ្វះការជឿជាក់លើខ្លួនឯងផែនការអាចជួយឲ្យមានការជឿជាក់ពីព្រោះវាបានផ្ដល់នៅជំហានដែលអ្នកត្រូវបញ្ចប់វាហើយគ្រប់ជំហានដែលអ្នកបានបញ្ចប់ធ្វើឲ្យអ្នកមានជំនឿជាក់ផែនការជួយឲ្យអ្នកគោរពពេលវេលានៅពេលដែលអ្នកបង្កើតផែនការអ្នករៀនសូត្រពីការប្រើប្រាស់ពេលវេលាបានយ៉ាងល្អឈប់ចំណាយពេលឥតប្រយោជន៍ជាមួយអ្វីដែលបញ្ឈប់ការរីកចម្រើនអ្នកឈប់គិតពីអ្វីដែលធ្វើឲ្យខ្សោយស្មារតីរបស់អ្នកចាប់ផ្ដើមប្រើពេលវេលាដោយការតាំងចិត្តផែនការជួយឲ្យអ្នកមានការរីកចម្រើនថិតថេរភាពរីកចម្រើនពិតប្រាកដតាមរយៈសកម្មភាពតូចដែលអ្នកបានធ្វើវាជាប្រចាំការរីកចម្រើនថិតថេរបង្កើតឲ្យមានការផ្លាស់ប្ដូរយូរអង្វែងធ្វើឲ្យក្លាយជាមនុស្សដែលអាចជឿទុកចិត្តក្លាយជាមនុស្សដែលមានសមត្ថភាពនៅពេលអ្នកបង្កើតផែនការអ្នកចាប់ផ្ដើមយកចិត្តទុកដាក់លើខ្លួនរបស់អ្នកចាប់ផ្ដើមយល់ពិតប្រាកដនៅអ្វីដែលអ្នកចង់បានអ្នកចាប់ផ្ដើមសួរខ្លួនឯងដោយស្មោះត្រង់ថាតើអ្វីជាបញ្ហារបស់ខ្ញុំតើអ្វីដែលខ្ញុំត្រូវផ្លាស់ប្ដូរសំណួរទាំងនេះនាំអ្នកទៅរកភាពច្បាស់លាស់គឺជាមូលដ្ឋានគ្រឹះនៃទិសដៅនៅពេលបង្កើតទិសដៅអ្នកឈប់ស្ដីបន្ទោសអ្នកឈប់គិតថាអ្នកត្រូវលក្ខខណ្ឌល្អឥតខ្ចោះទើបអ្នកអាចចាប់ផ្ដើមបានផែនការមិនចាំបាច់ស្មុគស្មាញឬមានគំនិតធំល្អពេកទេគឺវាត្រូវការភាពស្មោះត្រង់ប៉ុណ្ណោះតើអ្នកចង់បានអ្វីហេតុអ្វីអ្នកចង់បានវាតើត្រូវធ្វើវាយ៉ាងដូចម្តេចតើត្រូវធ្វើវាដោយរបៀបណាតើមានសកម្មភាពឬជំហានអ្វីខ្លះដែលអ្នកត្រូវធ្វើពីព្រោះនៅពេលអ្នកជ្រើសរើសយកទិសដៅគឺអ្នកជ្រើសរើសយកការរីកចម្រើននៅពេលអ្នកជ្រើសរើសយកការរីកចម្រើន
ពិភពលោករបស់អ្នកនឹងផ្លាស់ប្ដូរហេតុដូច្នេះផែនការពិតជាមានសារៈសំខាន់ទិសដៅពិតជាមានសារៈសំខាន់ផែនការមិនចាំបាច់ល្អឥតខ្ចោះពេកប៉ុន្តែវាសម្រាប់ជាកម្លាំងការបង្កើតផែនការគឺជួយពង្រឹងទិសដៅប្រចាំថ្ងៃរបស់អ្នកនិងអនាគតរបស់អ្នក